ថ្ងៃនេះមកបញ្ចេញស្នាដៃឲ្យកូនហូបម្ដងសាកមើលកូនថាចង់ហូបឆាហើយអ្នកម្ដាយដូចនាងខ្ញុំនេះក៏មិនចាំបង្អង់យូរដែរចាប់ផ្ដើមធ្វើឲ្យកូនឈឹបដំបូងនាងខ្ញុំត្រូវហាន់ស្ពៃបូកគោហាន់ជាចំណិតតូចហើយបើបងប្អូនចង់ដាក់ទាំងមូលក៏បានដែរតែនាងខ្ញុំដាក់ហាន់តូចអញ្ចឹងមកល្មមប្រុសមាត់កូននាងខ្ញុំតូចដែរអញ្ចឹងណា នាងខ្ញុំក៏បានហាន់ឈឹបរួចហើយក៏ទៅដាំខ្ទឹមតែម្ដងខ្ទឹមចង់បងប្អូនចង់ដាក់3 4 10 ក្រពើក៏បានដែរតែនាងខ្ញុំដាក់តែ1ក្រពើទេប្រុសសាច់តិចដែរទេអញ្ចឹងក៏ដាក់ប៉ុណ្ណឹងគឺល្មមហើយនាងខ្ញុំក៏ធ្វើការចិញ្ច្រាំខ្ទឹមហ្នឹងឲ្យល្អិតម៉ត់អញ្ចឹងណានាងខ្ញុំដាក់ទាំងសំបកហេតុតែមនុស្សមិនមែនខ្ជិលណាបងប្អូនតែដាក់យកក្លិនបានដាក់តែសំបកអញ្ចឹងណាតែបងប្អូនចង់បកសំបកក៏បកបានដែរតែនាងខ្ញុំដាក់ទាំងសំបកអញ្ចឹងទៅឈ្ងុយយកក្លិនឈ្ងុយអញ្ចឹងណារួចហើយក៏ចាក់ទឹកប្រោងចូលទៅក្នុងហ្នឹងទៅដាក់ទឹកឲ្យពេញចានដេកអញ្ចឹងមកបងប្អូនលាងឲ្យស្អាត3 4 5ទឹកអញ្ចឹងមកគឺស្អាតតែម្ដងណាបងប្អូនអញ្ចឹងនាងខ្ញុំលាងរួចរាល់ហើយក៏ត្រៀមគ្រឿងរួចរាល់ហើយក៏ចាប់ផ្ដើមមនីដើម្បីឲ្យកូននឹងឆាប់បានហូបប្រុសគាត់ឃ្លានបាយហើយដល់ពេលអញ្ចឹងគាត់ក៏ថាម៉ែស្មើណាបានហូបខ្ញុំឃ្លានណាចឹងម៉ែក៏ថាចាំតិចកូនកំផៃស្នាដៃម៉ែលឿនទេអត់យូរទេអញ្ចឹងក៏ដាក់ខ្លាញ់ឈូហើយក៏ដាក់ខ្ទឹមចូលតែម្ដងទៅខ្ទឹមគឺបំពងឲ្យឡើងពណ៌ក្រហមមកបងប្អូនបំពងឲ្យឡើងពណ៌ក្រហមតែកុំឲ្យខ្លោចតែបើបងប្អូនចូលចិត្តខ្លោចក៏ដាក់ខ្លោចទៅតែកុំបន្ទោសនាងខ្ញុំមកថានាងខ្ញុំប្រាប់ឲ្យដាក់ខ្លោចហ៎បងប្អូនហូបកើតនាងខ្ញុំមិនដឹងទេតែនាងខ្ញុំចូលចិត្តពណ៌ក្រហមប៉ុណ្ណឹងគឺល្មមឲ្យអត់ចូលចិត្តខ្លោចដូចគេទេអញ្ចឹងណា អូអ្នកធ្វើម្ហូបនេះគឺថាស្ទាយច្រើនមែនទែនបងប្អូនហើយដូចហើយយើងក៏ដាក់សាច់ចូលមួយចានអញ្ចឹងតែម្ដងមកសាច់ហ្នឹងគឺដាក់មួយចានចូលហើយនាងខ្ញុំក៏ឆាត្រឡប់ទៅត្រឡប់មកអញ្ចឹងណាតែបើបងប្អូនថាអូសាច់ចិត្តតិចពេកបងប្អូនដាក់3 4 5 គីឡូក៏បានដែរហូប3 4នាក់អញ្ចឹងឆ្អែតមកល្មមតែនាងខ្ញុំដាក់ប៉ុណ្ណឹងហើយប្រុសអត់មានសាច់អញ្ចឹងណាស្មាត់តិចខ្លាចគេដឹងអញ្ចឹង នាងខ្ញុំក៏ដាក់សាច់ប៉ុណ្ណឹងហើយរួចហើយក៏ត្រឡប់ទៅត្រឡប់មកហើយក៏ដាក់អំបិលសប៊ីចេងតាមការចូលចិត្តរបស់យើងណាចាដាក់អំបិលសប៊ីចេងរួចហើយនាងខ្ញុំក៏ដាក់ម្រេចចូលម្រេចហ្នឹងបងប្អូនចង់ហឹរខ្លាំងដាក់2កញ្ចប់មកបងប្អូន តែនាងខ្ញុំអត់ចូលចិត្តហឹរទេដាក់តិចមកល្មមបានហើយចាអញ្ចឹងបងប្អូនដាក់តាមការចូលចិត្តទៅកុំដាក់2កញ្ចប់ប្រយ័ត្នហូបអត់កើតរួចហើយនាងខ្ញុំក៏ចាក់ស្ពៃបូកគោចូលមួយចានល្មមមកខ្ទះអញ្ចឹងណាមកខ្ទះហូបគ្នា3នាក់ប៉ុន្តែអស់ហ่าបងប្អូនប៉ុណ្ណឹងឃើញតិចប៉ុណ្ណឹងឃើញមកខ្ទះប៉ុណ្ណឹងហូបអស់ហ่าបងប្អូន3នាក់គឺឆ្ងាញ់មែនតើបងប្អូនទោះបីថាធ្វើទៅមើលទៅមិនតំណងតែឆ្ងាញ់ដោយសារតែនាងខ្ញុំចេះធ្វើយីមិនតំណងយ៉ាងម៉េចខំរៀនធ្វើឲ្យកូនហូបប៉ុណ្ណាណៃហើយបញ្ចេញស្នាដៃអស់ល្អត្រឹមហ្នឹងអីបងប្អូនតែបើបងស្នាដៃបងប្អូនល្អជាងនាងខ្ញុំក៏តាមបងប្អូនណា ចាចេះប៉ុណ្ណាធ្វើប៉ុណ្ណឹងនាងខ្ញុំក៏ត្រឡប់ស្ពៃបូកគោត្រឡប់ទៅត្រឡប់មកតន់តែសពប់បងប្អូនតែនាងខ្ញុំអត់ត្រឡប់ច្រើនដងពេកទេរួចហើយនាងខ្ញុំក៏ភ្លក់មើលទៅក៏រៀងសាបទឹកត្រីអញ្ចឹងក៏ដាក់ទឹកត្រីចូលមកដបតែម្ដងទៅដាក់ទឹកត្រីមកដបហើយក៏ត្រឡប់ទៅត្រឡប់មកអញ្ចឹងណាត្រឡប់ទៅត្រឡប់មករហូតតតែសាច់របស់យើងឆ្អិនល្អអញ្ចឹងតែម្ដងទៅរួចហើយយើងក៏ភ្លក់តាមការចំណង់ចំណូលចិត្តទឹកឲ្យស្ពៃហ្នឹងមកល្មមហើយក៏អូស្ទើទឹកត្រីថែមទឹកត្រីបន្តិចទៀតតោះឲ្យឆ្ងាញ់ណាស់ណៃតែម្ដងទៅយើងដាក់គ្រឿងកាន់តែច្រើនកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនតែកុំដាក់អំបិល2 3ថង់ណានាងខ្ញុំប្រាប់ឲ្យហើយដាក់អំបិល2 3ថង់ហូបលែងកើតក៏បន្ទោសនាងខ្ញុំរួចហើយឆារបស់យើងក៏ឆ្អិនហើយនាងខ្ញុំក៏ដួសដាក់ចានយកមកឲ្យកូនហូបតែម្ដងទៅតំណងអត់បងប្អូនតំណងអត់កូនបើថាតំណងចង់ហូបឃ្លានបាយហើយអញ្ចឹងណាអញ្ចឹងនាងខ្ញុំថតរួចហើយក៏នាំកូនទៅហូបបាយតែម្ដងទៅនេះគេញ៉ាត់លើកដៃផងអីផងគេថាឆ្ងាញ់ អញ្ចឹងនាងខ្ញុំក៏យកទៅឲ្យកូនហូបបាយតែម្ដងទៅហើយថ្មហ្នឹងប្លុបឯណាបងប្អូនហើយក៏យប់ល្មមអញ្ចឹងណាមកបងប្អូនហូបបាយជាមួយនាងខ្ញុំកូននាងខ្ញុំក៏ថាឆ្ងាញ់ណាម៉ាក់អញ្ចឹងនាងខ្ញុំសាកភ្លក់មើលមុនសិនតំណងឆ្ងាញ់ណាបងប្អូនមកហូបបាយជាមួយនាងខ្ញុំក៏បានដែរអញ្ចឹងនាងខ្ញុំក៏ហូបឲ្យកូនមើលសិនថាឆ្ងាញ់ឬក៏មិនឆ្ងាញ់អីអញ្ចឹងណាបើថាមិនឆ្ងាញ់ទេកូនម៉ាច់ហូបទេម៉ាក់ហូបទេម៉ាក់តែដោយសារតែឆ្ងាញ់អញ្ចឹងក៏ហូបទាំងអស់គ្នាតែម្ដងទៅ
គឺឆ្ងាញ់រសជាតិហ្នឹងអុយអ៊ូយឃើញតែអញ្ចឹងណាបងប្អូនឃើញតែនាងខ្ញុំឡប់ណាតែចេះធ្វើម្ហូបបងប្អូនអត់សូវប៉ិនទេការងារផ្ទះប៉ុន្តែអាចធ្វើបានមួយល្មមហូបមួយឆ្ងាញ់ដែរអញ្ចឹងណាបងប្អូនអរគុណជម្រាបលាបាយបាយ